សួស្តីបងប្អូនសូមលើកស្ទួយនិងថែរក្សាស្នាដៃដូនតារីករាយស្ដាប់កំសាន្តនិទានខ្មែររឿងក្រៃថោងក្រពើឆារវ៉ាន់រឿងនេះដកស្រង់ចេញពីសៀវភៅពិភពរឿងនិទានមានគ្រួសារមួយមានកូនប្រុសម្នាក់ឈ្មោះឆារវ៉ាន់ជាក្មេងដែលចូលចិត្តលេងទឹកណាស់ទោះបីជាឪពុកម្ដាយគាត់យ៉ាងណាក៏ពុំព្រមស្ដាប់ដែរឪពុកម្ដាយបានបញ្ជូនគេឲ្យទៅរៀនវិជ្ជាសិលសាស្ត្រផ្សេងៗជាមួយនឹងលោកគ្រូដ៏ពូកែម្នាក់ឆារវ៉ាន់គឺជាសិស្សច្បងក្នុងចំណោមសិស្សទាំងអស់ថ្ងៃមួយមានសិស្សម្នាក់ទើបនឹងមកដល់ឈ្មោះក្រៃថោងលោកគ្រូបានឲ្យគេរៀនគុនដំបងជាមួយនឹងឆារវ៉ាន់យ៉ាងឆ្នាំកន្លងផុតទៅពួកគេក៏ធំពេញវ័យហើយហាត់រៀនវិជ្ជាគុនជាមួយគ្នាមិនដែលមានរឿងរកាំរកូសអ្វីឡើយថ្ងៃមួយមានគេមកអញ្ជើញលោកគ្រូឲ្យទៅព្យាបាលជំងឺប្រពន្ធសេដ្ឋីនៅឯស្រុកមួយលោកគ្រូបានប្រាប់សិស្សថាពួកឯងទាំងអស់គ្នាស្ដាប់ណាថ្ងៃនេះលោកគ្រូអត់នៅទេដូច្នេះគ្រូទុកឲ្យឆារវ៉ាន់មើលការខុសត្រូវពួកឯងត្រូវតែស្ដាប់បង្គាប់គេព្រោះគេជាសិស្សច្បងលោកគ្រូប្រាប់ឆារវ៉ាន់ឲ្យជួយថែរក្សាកន្លែងថ្វាយបង្គំព្រះនិងកន្លែងបូជារួមទាំងក្នុងអាស្រមរួចហើយលោកគ្រូក៏ធ្វើដំណើរចេញទៅនៅកន្លែងបូជាឆារវ៉ាន់បានឃើញគម្ពីរមួយដែលលោកគ្រូហាមសិស្សមិនឲ្យប៉ះពាល់នោះជាគម្ពីរបែកភាគឆារវ៉ាន់លួចរៀនតាមគម្ពីរនោះរហូតបានសម្រេចពេលរៀនចប់ហើយឆារវ៉ាន់ក៏ចេញមកអួតប្រាប់សិស្សទាំងអស់ថាគេមានវិជ្ជាថ្មីដែលអាចប្រែកាឡាជាសត្វក្រពើបានពួកសិស្សទាំងនោះខ្លាចក្រពើណាស់មិនឲ្យឆារវ៉ាន់ប្រែក្រឡាឡើយឆារវ៉ាន់បានអះអាងថាមិនអីទេបើយើងខ្លាចជាសត្វក្រពើពួកឯងគ្រាន់តែយកដំបងគោះក្បាលយើង3ដងទៅយើងនឹងខ្លាចមកជាមនុស្សវិញហើយតែបើរយៈពេល3ថ្ងៃគ្មាននរណាវាយក្បាលយើងទេយើងនឹងខ្លាចជាក្រពើអស់មួយជីវិតបន្ទាប់មកឆារវ៉ាន់ក៏ប្រែក្រឡាជាសត្វក្រពើភ្លាមពួកសិស្សទាំងនោះឃើញក្រពើធំសម្បើមក៏នាំគ្នារត់មិនហ៊ាននៅជិតចាប់តាំងពីថ្ងៃនោះមកឆារវ៉ាន់អណ្តែតត្រសែតាមគង្គារងចាំតែសេចក្តីសង្ឃឹមពីលោកគ្រូត្រឡប់មកវិញតែប៉ុណ្ណោះ3ថ្ងៃកន្លងផុតទៅលោកគ្រូក៏ត្រឡប់មកវិញឃើញសិស្សទាំងអស់ជ្រួលច្របល់ដូច្នោះក៏សួរទៅសិស្សថាពួកឯងមានរឿងអ្វីនឹងហើយឆារវ៉ាន់នៅឯណាក្រៃថោងឆ្លើយថាបងឆារវ៉ាន់ខ្លាចជាក្រពើនៅក្នុងទឹកឯណោះលោកគ្រូភ្លាត់មាត់ថាហាខ្លាចជាក្រពើនាំលោកគ្រូទៅមើលក្រពើឆារវ៉ាន់ឃើញលោកគ្រូដើរមកត្រេកអរណាស់ខំងើបក្បាលផុតអំពីទឹកលោកគ្រូនិយាយដោយអស់សង្ឃឹមថាឆារវ៉ាន់គ្រូស្ដាយណាស់ដែលឯងមិនស្ដាប់បង្គាប់គ្រូឥឡូវហួសពេលបាត់ទៅហើយចំណែកក្រៃថោងអាណិតសិស្សច្បងណាស់តែមិនអាចជួយអ្វីដល់គេបានមិនទាន់បានប៉ុន្មានថ្ងៃផងក៏មានគេមកអញ្ជើញលោកគ្រូឲ្យទៅមើលជំងឺកូនសេដ្ឋីឈ្មោះនាងសំពៅមាសជាប្អូនរបស់នាងសំពៅកែវក្នុងពេលនោះដែរឆារវ៉ាន់ក៏ធ្វើជាយានជំនិះរបស់លោកគ្រូទៅមើលជំងឺកូនលោកសេដ្ឋីនោះលុះពេលទៅដល់ផ្ទះហើយលោកគ្រូក៏ពិនិត្យមើលជំងឺនាងសំពៅមាសហើយក៏ព្យាបាលនាងឲ្យឆាប់ជារួចផ្ដាំលោកសេដ្ឋីថាពេលនាងជាស្រួលបួលហើយសូមកុំឲ្យនាងទៅលេងទឹកឲ្យសោះបន្ទាប់មកលោកគ្រូក៏ជិះលើខ្នងឆារវ៉ាន់តាមដងទន្លេត្រឡប់មកអាស្រមវិញលុះធ្វើដំណើរដល់ពាក់កណ្ដាលទន្លេក៏មានក្រពើមួយចង់ប្រយុទ្ធជាមួយនឹងក្រពើឆារវ៉ាន់លោកគ្រូដឹងថាមានហេតុការណ៍មិនស្រួលដូច្នោះក៏ប្រាប់ឆារវ៉ាន់ថាចៅលេបលោកគ្រូចូលក្នុងពោះភ្លាមទៅតែកុំភ្លេចរយៈពេល3ថ្ងៃត្រូវជែកលោកគ្រូចេញមកវិញបើមិនដូច្នោះទេលោកគ្រូនឹងស្លាប់ជាមិនខានឆារវ៉ាន់ក៏លេបលោកគ្រូចូលក្នុងពោះហើយប្រយុទ្ធគ្នាជាមួយក្រពើបច្ចាមិត្តនោះអស់រយៈពេល2ថ្ងៃនៅតែមិនទាន់ឈ្នះចាញ់រហូតដល់ថ្ងៃទី7ឆារវ៉ាន់ក៏សម្លាប់ក្រពើបច្ចាមិត្តក្នុងទន្លេនោះទៅពេលមកដល់អាស្រមឆារវ៉ាន់ក៏ខ្ជិះលោកគ្រូចេញមកឃើញលោកគ្រូទទួលមរណភាពបាត់ទៅហើយពួកគេទាំងអស់គ្នាក៏ចោទឆារវ៉ាន់ថាស៊ីលោកគ្រូក៏នាំគ្នាវាយក្បាលឆារវ៉ាន់រហូតដល់បែកឈាមឆារវ៉ាន់ទទួលរងគ្រោះយ៉ាងដំណំគេបានបណ្ដេតខ្លួនទៅទីឆ្ងាយដាច់អាល័យឆារវ៉ាន់ក៏បានទៅជួបនឹងគ្រូម្នាក់ដែលមានមន្តវិជ្ជាខ្លាំងពូកែនៅឯឋានបាត់ដាលដែលអាចធ្វើឲ្យឆារវ៉ាន់ប្រែក្រឡាជាមនុស្សបានដែរលោកគ្រូនោះបានបង្ហាត់បង្រៀនឆារវ៉ាន់ឲ្យចេះនៅវិជ្ជាច្រើនប្រការហើយលោកគ្រូក៏បានជប់ស្រី2នាក់មានរូបសម្បត្តិស្រស់ស្អាតឈ្មោះកែវឡាយនិងកែវលីមកធ្វើជាប្រពន្ធរបស់ឆារវ៉ាន់ក្រោយពេលដែលរៀនចប់នៅវិជ្ជាទាំងនោះឆារវ៉ាន់បានក្រឡាខ្លួនជាមនុស្សឡើងមកខាងលើដើម្បីថ្វាយបង្គំភ្នូរលោកគ្រូពេលនោះឆារវ៉ាន់បានជួបនឹងសិស្សរួមគ្រូឆារវ៉ាន់ក៏សួរទៅសិស្សនោះថាតើឯងដឹងថាក្រៃថោងនៅឯណាទេសិស្សនោះឆ្លើយថាខ្ញុំមិនដឹងទេឆារវ៉ាន់ក៏វាយសិស្សម្នាក់នោះឲ្យសន្លប់ព្រោះពេលដែលគេខ្ជាក់លោកគ្រូចេញមកនោះក្រៃថោងនិងសិស្សឯទៀតមិនបានសួរនាំអ្វីសោះក៏នាំគ្នាវាយគេស្ទើរតែអស់ជីវិតនិ
យាយពីនាងសំពៅមាសកំពុងតែដេកប៉ាក់នៅក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់ស្រាប់តែនាងសំពៅកែវចូលមកនិយាយថាមួយថ្ងៃគិតតែពីដេកប៉ាក់ថ្ងៃនេះបងចង់សុំលោកពុកអ្នកម៉ែទៅលេងខាងក្រៅឲ្យសប្បាយម្ដងបន្ទាប់មកក៏នាំគ្នាទៅសុំលោកឪពុកលោកសេដ្ឋីក៏យល់ព្រមឲ្យអ្នកបម្រើស្រីប្រុសទៅជាមួយតាមការពីកូនពេលចេញមកដល់ខាងក្រៅសំពៅមាសសំពៅកែវនិងអ្នកបម្រើទាំងអស់ក៏នាំគ្នាចុះទឹកដោយបបួលគ្នាលេងធ្វើជាចាប់សត្វក្រពើចំណែកឆារវ៉ាន់នៅក្នុងរូងបាតទន្លេឯនោះវិញឈឺក្បាលខុសប្លែកពីធម្មតានៅមិនសុខក៏ឡើងមកខាងលើទន្លេរកមនុស្សដែលកំពុងតែជន់ក្បាលរបស់គេឆារវ៉ាន់ឡើងមកដល់លើគោកក៏និយាយសំឡេងជាមួយនឹងគេដែរដោយគេប្រែក្រឡាធ្វើជាមនុស្សតែពួកនេះមិនព្រមសោះឆារវ៉ាន់ក៏ចុះទៅក្នុងទឹកហើយក៏បាត់រូបវិញទៅបន្តិចក្រោយមកសំពៅមាសក៏ត្រូវក្រពើឆារវ៉ាន់នោះពំយកទៅដល់ឋានបាត់ដាលក្រោយពេលដែលក្រពើឆារវ៉ាន់ចាប់សំពៅមាសយកទៅបាត់បរិវារទាំងអស់ក៏បានទៅប្រាប់លោកសេដ្ឋីភ័យខ្លាំងពេកក៏ចាត់បរិវារប៉ាវគងប៉ាវឃ្មោះរកអ្នកក្លាហានមកបង្ក្រាបក្រពើបើអ្នកណាធ្វើបានលោកនឹងលើកនាងសំពៅមាសឲ្យធ្វើជាភរិយាជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាលឯសំពៅមាសនៅក្នុងឋានបាត់ដាល់ឯនោះវិញកំពុងតែបើកភ្នែកព្រឹមសម្លឹងមើលជុំវិញខ្លួនព្រោះមិនដឹងថានាងកំពុងនៅទីណាឡើយពេលនោះឆារវ៉ាន់ក៏ដើរចូលមកសំពៅមាសសួរឆារវ៉ាន់ថាមិនក៏ខ្ញុំមកដល់ទីនេះអ្នកណាចាប់ខ្ញុំមកឆារវ៉ាន់ឆ្លើយថាខ្ញុំនឹងហើយជាអ្នកចាប់នាងមកសំពៅមាសលាន់មាត់ថាហាលោកនាំខ្ញុំមកឬមួយលោកជាសត្វក្រពើឆារវ៉ាន់ប្រាប់ថាបាទខ្ញុំជាមនុស្សតែអាចប្រែជាសត្វក្រពើបានដោយមន្តអាគមគាថារបស់ខ្ញុំសូមនាងប្រុងខ្លួនឲ្យហើយទៅខ្ញុំយកនាងមកនេះដើម្បីសងសឹកឲ្យលោកគ្រូរបស់ខ្ញុំនិយាយពីលោកសេដ្ឋីវិញបាននាំអ្នកក្លាហានជាច្រើនមានគ្រូចាមចិនគ្រូធ្មប់គ្រូអាបរំពាយគ្រូស្នេហ៍ជាដើមតែអ៊ុតខ្លួនថាអាចបង្ក្រាបក្រពើបានតែនៅទីបំផុតត្រូវខ្សែដោយដៃឆារវ៉ាន់ទាំងអស់ដូច្នេះលោកសេដ្ឋីក៏បន្តការវាយគងវាយឃ្មោះទៀតរហូតបានជួបនឹងក្រៃថោងបានធ្វើកន្ទោងបណ្ដែតទឹកដើម្បីឲ្យដឹងថាក្រពើនៅកន្លែងណានឹងអាលចុះទៅសម្លាប់រីឯឆារវ៉ាន់វិញនៅមិនសុខក្តៅក្រហាយពេញខ្លួនពិបាកទ្រាំណាស់ថែមទាំងសុបិនឃើញទេវតាចុះពីឋានលើយកកំបិតកាត់ខ្លួនគេដាច់ជាពីរកំណាត់ចំណែកប្រពន្ធទាំងពីរបានប្រាប់ប្តីឲ្យទៅរកលោកគ្រូកុនគូមើលពីសុបិននិមិត្តនេះលោកគ្រូរបស់ឆារវ៉ាន់បានប្រាប់ឆារវ៉ាន់ថាសុបិនរបស់ឯងថានឹងមានគ្រោះថ្នាក់ដល់ជីវិតឯងមានយករបស់អ្វីមកលាក់ទុកក្នុងរូងនេះទេឆារវ៉ាន់ឆ្លើយថាខ្ញុំបានយកស្រីម្នាក់មកលាក់ទុកអស់ 3-4 ថ្ងៃមកហើយព្រោះនាងធ្វើឲ្យលោកគ្រូរបស់ខ្ញុំស្លាប់លោកគ្រូក៏ដាស់តឿនឆារវ៉ាន់ថានេះហើយដែលឯងធ្វើឲ្យលោកសេដ្ឋីនោះក្តៅក្រហាយឥឡូវគេបានជួលអ្នកខ្លាំងពូកែមកសម្លាប់ឯងហើយឆារវ៉ាន់តបដោយកំហឹងថាលោកតាមានវិជាអ្វីអាចបង្ក្រាបពួកគេបានទេលោកគ្រូប្រាប់ថាមិនបានទេឯងត្រូវតែយកស្រីនោះទៅឲ្យគេវិញទៅបានបើមិនដូច្នោះទេឯងនឹងមានគ្រោះថ្នាក់តែមានវិធីមួយយ៉ាងគឺនៅថ្ងៃ15កើតខែកដឹកនេះហាមឯងចេញជាដាច់ខាតម្យ៉ាងទៀតឯងត្រូវសមាធិសិលឲ្យផុតថ្ងៃ15កើតនេះសិនទើបឯងយកឈ្នះលើគេបានលើដូច្នោះធ្វើឲ្យឆារវ៉ាន់ស្ងប់ចិត្តបន្តិចលោកគ្រូក៏ងាកមកផ្ដាំនឹងកៅលីកែវឡាយឲ្យមើលថែប្តីកុំឲ្យចេញពីរូងនេះឲ្យសោះឯឆារវ៉ាន់នៅក្នុងរូងនោះពិតជាក្តៅក្រហាយរហូតដល់ទ្រាំលេងបានព្រោះក្រៃថោងបានសុតមន្តអាគមគាថាឲ្យឆារវ៉ាន់ទៅប្រយុទ្ធជាមួយគេឆារវ៉ាន់ក៏ឡើងចេញមកខាងលើទោះជាប្រពន្ធខិតយ៉ាងណាក៏ពុំព្រមស្ដាប់ពេលដែលឆារវ៉ាន់បានឡើងទៅខាងលើប្រយុទ្ធមិនឈ្នះក្រៃថោងពេលចុះត្រឡប់មកឋានបាដាលវិញមួម៉ៅក្នុងចិត្តយ៉ាងខ្លាំងក៏សម្លាប់ប្រពន្ធទាំងពីរនិងលោកគ្រូថែមម្នាក់ទៀតឆារវ៉ាន់មានការសោកស្ដាយជាខ្លាំងដោយធ្វើអ្វីមិនបានពិចារណានិងមិនស្ដាប់តាមបណ្ដាំលោកគ្រូមួយលើកជាពីរលើកមានតែការអន្តរាយដោយសារតែខ្លួនឯងដោយសារឆារវ៉ាន់ត្រូវរបួសខ្លាំងពេកគេក៏ស្លាប់ក្នុងពេលនោះទៅក្រៃថោងបានមកជួយសំពៅមាសនាំនាងត្រឡប់ទៅផ្ទះជួបជុំឪពុកម្ដាយវិញក្រៃថោងក៏បានលើដំណឹងមួយពីសិស្សរួមគ្រូថាឆារវ៉ាន់មិនបានសម្លាប់លោកគ្រូឡើយគ្រប់យ៉ាងគឺជារឿងយល់ច្រឡំតែប៉ុណ្ណោះក្រៃថោងស្ដាយកំហុសមិនគួរសម្លាប់ឆារវ៉ាន់សោះគេក៏ចុះមកសុំទោសឆារវ៉ាន់តែគួរឲ្យស្ដាយណាស់ឆារវ៉ាន់បានលាចាកលោកនេះបាត់ទៅហើយបន្ទាប់ពីរឿងរ៉ាវចប់សពគ្រប់ទៅលោកសេដ្ឋីក៏រៀបចំអាពាហ៍ពិពាហ៍នាងសំពៅមាសឲ្យទៅក្រៃថោងធ្វើជាគូស្វាមីភរិយាតាមពាក្យសន្យា
សេចក្តីស្មោះត្រង់គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។